លោកនាងជាទីមេត្រីពីខេត្តបរសៃអនុវិញអាជ្ញាធរខេត្តបានចុះបិទការដ្ឋានរបស់ម្ចាស់សន្តាគារនិងកាស៊ីណូដែលសង់រំលោភដីចំណីមាត់សមុទ្រពីសំណាក់ឈ្មួញនិងមន្ត្រីមានអំណាចក៏ប៉ុន្តែសកម្មភាពនេះត្រូវបានរងការរិះគន់ពីមន្ត្រីសង្គមស៊ីវិលនិងមន្ត្រីគណៈបកប្រឆាំងមួយចំនួននៅខេត្តជាប់សមុទ្រមួយនេះពីខេត្តបរសៃអនុលោកដែលនយុទ្ធជារាយការណ៍សកម្មភាពលួចសង់សំណង់រឹងមាំរំលោភចូលចំណីដីតាមឆ្នេរឬចំណីមាត់សមុទ្រផ្ដើមពីអ្នកមានទ្រព្យធនឬមន្ត្រីមានអំណាចអ្នកខេត្តបរសៃអនុបានបន្តកើតមានទៀតហើយដែលមន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រីបកប្រឆាំងចាត់ទុកការសាងសង់នេះថាជាទង្វើខុសច្បាប់លោកឈិនសេងងួនអភិបាលរងខេត្តបរសៃអនុមានប្រសាសន៍ថានៅថ្ងៃទី12ខែឧសភារូបលោកបានដឹកនាំកម្លាំងជំនាញស្ថាប័នពាក់ព័ន្ធចុះបិទការដ្ឋានសង់អាងទឹកមួយកន្លែងរបស់ម្ចាស់សន្តាគារនិងកាស៊ីណូ Queenco មានទីតាំងក្នុងសង្កាត់លេខ3ក្រុងនិងខេត្តបរសៃអនុព្រោះការសាងសង់នេះគ្មានច្បាប់អនុញ្ញាតលោកបន្តថាសំណង់អាងហែលទឹកដែលអាជ្ញាធរចុះផ្អាកសកម្មភាពនៅក្នុងបរិវេណសន្តាគារ Queenco និងកាស៊ីណូពេលនេះត្រូវរងចាំម្ចាស់សំណង់នេះសូមច្បាប់សាងសង់ពីស្ថាប័នជំនាញជាមុនសិនទើបអនុញ្ញាតឲ្យបន្តការសាងសង់ឡើងវិញហើយក្រុមការងារចុះមកពិនិត្យមើលសំណង់ហ្នឹងទៅយើងឃើញតែមានគោលការណ៍អនុញ្ញាតពីអភិបាលមុនឥឡូវយើងស្នើឲ្យក្រុមហ៊ុនអ្នកគ្រប់គ្រងនៅកន្លែង Queenco នេះផ្អាកបិទការដ្ឋានសាងសង់សិនហើយសំណូមពរម្ចាស់ដាក់ពាក្យស្នើសុំសាងសង់អាហេតុទៅអាជ្ញាធរខេត្តដើម្បីអាជ្ញាធរខេត្តនឹងពិនិត្យមើលថាតើអនុញ្ញាតបានឬមិនទុកឲ្យខាងសមាជិកគេពិនិត្យតទៅទៀតបន្ថែមលើនេះលោកហេងរិទ្ធប្រធានការិយាល័យសំណង់នៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបរសៃអនុដែលចូលរួមផ្អាកការដ្ឋានសង់សំណង់អាងទឹករបស់ម្ចាស់សន្តាគារនិងកាស៊ីណូ Queenco ឲ្យដឹងថាការផ្អាកសំណង់នេះបណ្ដោះអាសន្នដោយសារសំណង់នេះសង់គ្មានច្បាប់ទម្លាប់ប៉ុន្តែលោកថាអាជ្ញាធរមិនមានការផាកពិន័យដល់ម្ចាស់ទីតាំងសង់សំណង់រឹងមាំគ្មានច្បាប់នេះទេដោយគ្រាន់តែស្នើដល់អ្នកមកការសំណង់ឬម្ចាស់សន្តាគារនេះត្រូវផ្អាកសកម្មភាពសាងសង់អាងទឹកដែលសង់នៅលើចំណីមាត់សមុទ្រជាបណ្ដោះអាសន្នប៉ុន្តែបើក្នុងករណីម្ចាស់ទីតាំងរឹងទទឹងឬមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរទេនឹងរងការផាកពិន័យឬក៏ត្រូវរឹបអូសយកសម្ភារៈសាងសង់ទាំងអស់ទុកជាសម្បត្តិរដ្ឋពេលដែលគាត់មានលក្ខណៈអាជ្ញាគាត់អាចសាងសង់បានបើអត់មានលក្ខណៈអាជ្ញាគាត់អាចមកទំនាក់ទំនងជាមួយខាងសាលាខេត្តឬខាងទីយ៉ាងណាក៏ដោយនៅក្នុងសកម្មភាពចុះផ្អាកការដ្ឋានសង់សំណង់អាងទឹកនៅក្នុងបរិវេណសន្តាគារនិងកាស៊ីណូ Queenco កាលពីថ្ងៃទី12ខែឧសភារបស់អាជ្ញាធរខេត្តបរសៃអនុនិងស្ថាប័នពាក់ព័ន្ធមួយចំនួនដឹកនាំដោយលោកឈិនសេងងួនគឺមានការលាក់លៀមឬបដិសេធមិនផ្ដល់កំណត់ហេតុនៃសកម្មភាពចុះផ្អាកសំណង់អាងហែលទឹកនេះជូនដល់អ្នកកាសែតទេតែទើបបញ្ហានេះតំណាងការដ្ឋានសាងសង់អាងទឹករបស់ក្រុមហ៊ុនសន្តាគារ Queenco បានយល់ព្រមផ្អាកសកម្មភាពជីកដីដើម្បីស្ថាបនាអាងទឹករបស់ខ្លួនជាបណ្ដោះអាសន្នទៅតាមការព្រមានរបស់អាជ្ញាធរខេត្តហើយបានអះអាងថានឹងរៀបចំសំណុំបែបបទសុំច្បាប់សាងសង់ជាថ្មីទៅកាន់អាជ្ញាធរពាក់ព័ន្ធនាពេលខាងមុខបញ្ហានេះលោកលីឌីសមាជិកក្រុមប្រឹក្សាខេត្តបរសៃអនុបានរិះគន់ថ្នាក់ដឹកនាំខេត្តនេះនិងមន្ត្រីជំនាញនានាដែលទុកបណ្ដោយឲ្យមានសកម្មភាពសាងសង់សំណង់រឹងមាំរំលោភចូលដីមាត់សមុទ្រឬក៏មានសកម្មភាពរំលោភចាក់ដីចូលមាត់សមុទ្រធ្វើជាកម្មសិទ្ធិឯកជនឬក៏ជាកម្មសិទ្ធិក្រុមហ៊ុនបានបន្តកើតមានក្នុងខេត្តទេសចរមួយនេះគ្មានការទប់ស្កាត់មន្ត្រីបកប្រឆាំងរូបនេះបានចោទការអនុញ្ញាតឲ្យមានសំណង់រឹងមាំឬក៏សកម្មភាពចាក់ដីរំលោភចូលមាត់សមុទ្រហើយទើបអាជ្ញាធរខេត្តបរសៃអនុមានសកម្មភាពទប់ស្កាត់ជាក្រោយអាចទំនងជាមានការខុបខិតឬក៏ការផ្ដោតសំណុកពុករលួយពីឈ្មួញដល់អាជ្ញាធរមូលដ្ឋានខ្លះចាប់ពីថ្នាក់សង្កាត់និងអាជ្ញាធរក្រុងជាដើមព្រោះការធ្វើវាមិនប៉ុនទៅចោឯណាពុំមកគ្រឹះដីសាងសង់តំបន់ឆ្នេរដូចជាQueencoអញ្ចឹងគេធ្វើជាអាងទឹកធ្វើជាស្អីនៅតាមមាត់ឆ្នេរមាត់អីហ្នឹងមិនមែនធ្វើនឹងធ្វើមួយថ្ងៃហើយណាប៉ុន្តែពេលដែលបច្ចុប្បន្ននេះចាប់ផ្ដើមធ្វើរជើងជួលថាមិនដឹងទេអានេះគឺជាភាសាមួយសម្រាប់មនុស្សដែលមិនស្គាល់មិនដឹងឬមិនយល់ទេមិនមែនមានតែសំណង់រឹងមាំសង់គ្មានច្បាប់ទម្លាប់នៅក្នុងបរិវេណសន្តាគារនិងកាស៊ីណូ Queenco ពេលនេះទេសូម្បីនៅតំបន់ប៉ោយកំពេញឬក៏ភូមិកំពេញជាដើមក៏ឃើញមានសកម្មភាពរបស់ក្រុមហ៊ុនឬឈ្មួញបានធ្វើរបងថ្មនិងបន្លាលុះហុំព័ទ្ធដីជាប់មាត់សមុទ្រឬក៏ចាក់ដីរំលោភចូលចំណីឆ្នេរបានបន្តកើតមានជាបន្តបន្ទាប់ប៉ុន្តែសកម្មភាពនេះត្រូវអាជ្ញាធរឆ្លើយដោះសារថាសំណង់ទាំងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវត្រង់ចំណុចនេះមន្ត្រីសង្គមស៊ីវិលមួយចំនួននៅខេត្តបរសៃអនុបានកត់សម្គាល់ថាសំណង់រឹងមាំមានរបងថ្មឬក៏ការហុំព័ទ្ធរបងបន្លាលុះយកដីនៅតាមមាត់សមុទ្រភាគច្រើនគឺជាកម្មសិទ្ធិមន្ត្រីមានអំណាចនិងឈ្មួញមានទ្រព្យធនកំពុងបំពេញការងារក្នុងជួររដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នហើយចំពោះប្រជាពលរដ្ឋក្រីក្រឬក៏ពលរដ្ឋសាមញ្ញវិញគឺអាជ្ញាធរមិនអនុញ្ញាតទេទោះជួសជុលផ្ទះធ្លាប់រស់នៅយូរឆ្នាំដែលចាស់ទ្រុឌទ្រោមក៏ដោយក៏ភាគច្រើនអាជ្ញាធរមិនអនុញ្ញាតដែរដែលនាយកជាវិទ្យុអាស៊ីសេរីខេត្តបរសៃអនុ